ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនាំបងប្អូនមកជួបមុខម្ហូបមួយមុខទៀតហើយគឺជាឆាសៀងជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបងប្អូននេះគ្រឿងផ្សំរបស់ខ្ញុំអញ្ចឹងមានសាច់ជ្រូកចិញ្ច្រាំចាសាច់ជ្រូកចិញ្ច្រាំនឹង250ក្រាមចានេះបងប្អូនហើយចំណែកសៀងខ្ញុំនេះបងប្អូនសៀងនេះខ្ញុំចិញ្ច្រាំមកហើយដើម្បីកុំអោយខាតពេលយូរបងប្អូនសៀងគ្រាប់យើងហ្នឹងណាហើយខ្ញុំយកមកចិញ្ច្រាំវាឲ្យហើយអញ្ចឹងសៀងនឹងខ្ញុំដាក់3ស្លាបព្រាបាយបងប្អូនចាហើយជាមួយនឹងទឹកអំពិលទុំបងប្អូននេះគឺជាទឹកអំពិលទុំណាចានេះអញ្ចឹងនេះខ្ញុំយកវាមកដាក់ជាមួយត្រាំទឹកក្តៅបងប្អូនដើម្បីឲ្យវារីកណាព្រោះយើងទិញមកវាដុំមកអញ្ចឹងខ្ញុំដាក់ត្រាំទឹកវាហ្នឹងហើយអញ្ចឹងខ្ញុំដាក់អំពិលទុំនឹង50ក្រាមបងប្អូនចាហើយចំណែកនេះគឺជាស្ករចាស្ករអំពៅហ្នឹងខ្ញុំដាក់1ស្លាបព្រាបាយចានឹងស្រេចតែបងប្អូនទេបើបងប្អូនចូលចិត្តផ្អែមឬក៏ចូលចិត្តយ៉ាងម៉េចបងប្អូនថែមថយតាមនឹងចឹងទៅចានេះគឺជាខ្ទឹមសបងប្អូនខ្ទឹមសខ្ញុំចិញ្ច្រាំរួចហើយខ្ញុំដាក់4កំពឹសចាអញ្ចឹងខ្ញុំត្រៀមទុកទាំងអស់ដើម្បីស្រួលនឹងក្នុងការធ្វើឲ្យបានលឿនបន្តិចហ្នឹងហើយចឹងបងប្អូនស្គាល់អស់ហើយមុខទាំងអស់នេះមានខ្ទឹមសមានស្ករសស្ករអំពៅក៏បានស្ករសក៏បានសាច់តែបងប្អូនទេតែខ្ញុំនៅទីនេះខ្ញុំប្រើស្ករអំពៅចឹងណាបងប្អូនហើយជាមួយនឹងអំពិលទុំក៏បងប្អូនមានដែរចាហើយនឹងសាច់ជ្រូកចឹងអត់មានអីពិបាកអីបងប្អូនចឹងនេះគឺជាមុខម្ហូបឆាសៀងនិងសាច់ជ្រូកចិញ្ច្រាំចឹងបងប្អូនតាមដានជាមួយខ្ញុំបន្តទៀតក្នុងការដែលខ្ញុំឆាបងប្អូនអូខេបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំដាក់ខ្ទះឆាហើយហ្នឹងហើយចឹងបងប្អូននេះខ្ញុំចាក់ខ្លាញ់ចូលចាខ្លាញ់ហ្នឹងយើងប្រើមកល្មមចឹងទៅណាបងប្អូនឥឡូវនេះខ្ញុំដាក់ខ្ទឹមសខ្ញុំចូលចាចឹងយើងដាក់ខ្ទឹមសហើយយើងលីងចឹងណាបងប្អូនលីងខ្ទឹមនឹងឲ្យក្រហមហើយបានយើងនឹងដាក់សាច់ជ្រូកយើងចូលបងប្អូនទុកឲ្យខ្ទឹមយើងឡើងក្រហមបន្តិចចឹងណាបងប្អូនឲ្យខ្ទឹមយើងក្រហមហើយយើងចាក់សាច់ជ្រូកនេះមកបងប្អូនបាទបងប្អូនឃើញហើយគឺសាច់ជ្រូកយើងចាក់អញ្ចឹងមកគឺយើងអត់ប្រើអំបិលទេបងប្អូនព្រោះសៀងយើងប្រៃហើយយើងដាក់តែស្ករណាចាទៅមកយើងក៏ដាក់សៀងយើងនេះចូលមកបងប្អូននេះសៀងចាចឹងសៀងហ្នឹងគឺយើងចិញ្ច្រាំវាណាបងប្អូនបបាយបងប្អូនស្រួលហើយឆ្ងាញ់ទៀតខ្ញុំធ្វើនេះញ៉ាំម្ដងនឹកឃើញនៅស្រុកខ្មែរបងប្អូនតែនៅជាមួយគ្រួសារខ្ញុំយាយខ្ញុំតែគាត់នៅគាត់ចូលចិត្តឆាសៀងហ្នឹងណាបងប្អូនអើយហើយញ៉ាំឆ្ងាញ់ណាចាហើយខ្ញុំដាក់ស្ករចូលមកបងប្អូនស្ករដែលយើងបានត្រៀមទុកហ្នឹងណាចាក់ចូលមកហើយយើងបន្ថយភ្លើងវាបន្តិចបងប្អូនឲ្យខ្លាំងទៅលុតបាត់ហ្នឹងហើយយើងបន្ថយភ្លើងវាបន្តិចចាំមកចាហើយយើងដាក់ទឹកអំពិលទុំនេះចូលទៅទឹកអំពិលទុំដែលយើងបានត្រៀមទុកហ្នឹងណាបងប្អូនចឹងបងប្អូនចាក់វាមកហើយភ្លក់មើលតាមនឹងទៅស្រេចតែបងប្អូនចូលចិត្តជូរផ្អែមប៉ុណ្ណាអញ្ចឹងណាចាហ្នឹងហើយនឹងសិតយកវាអញ្ចឹងមកបងប្អូនមានកត្រងវាអញ្ចឹងទៅតែខ្ញុំដាក់អញ្ចឹងទៅបងប្អូនចង់លឿនបងប្អូនត្រងវាក៏បានដែរចាបងប្អូន
ចឹងមកអត់មានអីពិបាកអីបងប្អូនចឹងទៅណាបងប្អូនហ្នឹងហើយបងប្អូនអានេះគឺយើងឆានេះហើយបងប្អូនដាក់ម្ទេសខ្ញុំមិញខ្ញុំអត់នឹកឃើញឲ្យបងប្អូនដាក់ម្ទេសស្រេចតែបងប្អូននេះបងប្អូនចង់ដាក់ទៅហើយខ្ញុំថែមជីវ៉ាន់ស៊ុយបន្តិចផងដែរបងប្អូនតាមកាពេតយើងបើមានដើមខ្ទឹមយើងដាក់ដើមខ្ទឹមតែដោយសារខ្ញុំវាអត់មានអញ្ចឹងណាបងប្អូនអញ្ចឹងទៅពេលឆ្អិនហើយបងប្អូនដាក់ជីវ៉ាន់ស៊ុយតិចទៅយកពណ៌យើងមិនបាច់ដាក់ក៏បានដែរចាតែដោយសារតាខ្ញុំមានជីវ៉ាន់ស៊ុយនេះខ្ញុំដាក់ជីវ៉ាន់ស៊ុយទៅតែធម្មតាគេដាក់ដើមខ្ទឹមណាបងប្អូនចាស្លាច់តែបងប្អូនអ្នកណាក៏នេះទៅសារតែខ្ញុំនៅស្រុកបារាំងនេះគឺវាពិបាកបន្តិចបងប្អូនអារឿងរោជីរោអីហ្នឹងណាហើយខែនេះខែតិចអត់ទាន់ចូលខែក្តៅទៀតអញ្ចឹងទៅខ្ញុំដាក់ស្អីដែលខ្ញុំមានហ្នឹងទេបងប្អូនអញ្ចឹងបងប្អូននៅស្រុកដែលមានស្លឹកខ្ទឹមដាក់ដើមខ្ទឹមចូលកាត់កង់ដាក់ទៅហ្នឹងហើយអញ្ចឹងហ្នឹងហើយបងប្អូនយើងភ្លក់មើលសិនល្មមឬអត់បងប្អូនចាអញ្ចឹងរបស់ខ្ញុំជូរល្មមអញ្ចឹងបងប្អូនដាក់ម្ជូរ7នោះតាមបងប្អូនចូលចិត្តណាភ្លក់មើលបើជូរប៉ុណ្ណាបងប្អូនយកស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងទៅជូរផ្អែមណាឥឡូវខ្ញុំហើយខ្ញុំដាក់ជីខ្ញុំយើងមិនបាច់ដាក់ក៏បានដែរបងប្អូនតែដោយសារយើងដាក់យកពណ៌វាអញ្ចឹងណាឲ្យវាមានពណ៌បៃតងអញ្ចឹងទៅហ្នឹងហើយជាការស្រេចឲ្យបងប្អូនបិទភ្លើងកុំឲ្យរលួយជីយើងពេកហ្នឹងហើយដើម្បីឲ្យជីយើងមានពណ៌នៅក្នុងនឹងនៅពណ៌បៃតងអញ្ចឹងទៅហ្នឹងហើយឆាសៀងខ្ញុំហើយបងប្អូនហើយយើងនឹងញ៉ាំជាមួយអន្លក់ត្រសក់ខ្ញុំមានតែលក់ត្រសក់ឲ្យបងប្អូនខ្ញុំនឹងឲ្យបងប្អូនតាមដានអូខេបងប្អូនទាំងអស់គ្នាឥឡូវសៀងឆាខ្ញុំឆ្អិនហើយបងប្អូនទាំងអស់គ្នាហ្នឹងហើយសៀងឆានេះបើសិនជាបងប្អូនដែលមានម្ជូរកសាំងឬក៏អីក៏បងប្អូនដាក់បានដែរមិនចាំបាច់អំពិលទុំទេហ្នឹងហើយដោយសារតែខ្ញុំនៅនេះខ្ញុំអត់មានកសាំងណាបងប្អូនចឹងទៅកាលខ្ញុំនៅស្រុកខ្មែរខ្ញុំធ្លាប់ញ៉ាំយាយខ្ញុំក៏ឆាក៏ដាក់ម្ជូរកសាំងក៏ប៉ុន្តែដល់ពេលខ្ញុំនៅទីនេះអត់មានខ្ញុំដាក់ម្ជូរអំពិលទុំចឹងទៅណាបងប្អូនចាស្រេចតែបងប្អូនហើយលក់ក៏ដូចគ្នាដែរបងប្អូនអាចញ៉ាំជាមួយលក់ផ្លេតឬក៏កញ្ឆែតទឹកឬក៏កធុំថេទៅណាក៏ឆ្ងាញ់ដែរបងប្អូនខ្ញុំនៅនេះអត់មានអីទេបងប្អូនអីមានតែត្រសក់នឹងឯងអញ្ចឹងបានជាខ្ញុំឲ្យឈ្មោះឆាសៀងខ្ញុំនេះគឺឆាសៀងជាប់ស្នេហ៍នឹងបន្លែត្រសក់នឹងឯងព្រោះអត់មានអីក្រៅពីត្រសក់ទេបងប្អូនមានដែរមានដូចអង្ឌីវដូចជាត្រប់វែងណាត្រប់ស្វាយនឹងឬក៏អីហ្នឹងអញ្ចឹងប៉ុន្តែខ្ញុំពិបាកនៅក្នុងការដែលខ្ញុំនឹងទៅរੂដែរដោយសារខ្ញុំអត់សូវមានពេលខ្ញុំមានស្អីនៅក្នុងទូខ្ញុំក៏ធ្វើនឹងទៅបងប្អូនអញ្ចឹងខ្ញុំមានតែត្រសក់នឹងឯងអញ្ចឹងបានជាឆាសៀងខ្ញុំគឺជាប់ស្នេហ៍ជាមួយនឹងបន្លែត្រសក់នឹងតែម្ដងហ្នឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំទាំងអស់គ្នាបងអាពីទីសូមអញ្ជើញឆ្ងាញ់បងប្អូនភ្លក់មើលជាមួយខ្ញុំទាំងអស់គ្នាហើយបងប្អូនសាកធ្វើញ៉ាំទៅអាចធ្វើបានអ្វីសាកមើលបងប្អូនសាកតាមរៀននេះគ្នាចែករំលែកគ្នាអញ្ចឹងណាបងប្អូនចាអញ្ចឹងខ្ញុំនឹងសាកភ្លក់ជាមួយនឹងហ្នឹងហើយឆាសៀងប្រសក់ខ្ញុំមើលបងប្អូនហើយហ្នឹងហើយយើងញិចម្ទេសអញ្ចឹងតិចមកបងប្អូនហើយឆ្ងាញ់ដាក់ម្ទេសតិចមកចាតែម្ទេសខ្ញុំនៅទីនេះដូចថាអញ្ចឹងឯងគឺថាសបកនឹងក្រាស់ដោយសារអីនៅនេះយើងដាំពេលវាត្រជាក់អញ្ចឹងវានេះដាក់ទូទឹកកកទៀតអញ្ចឹងវាទៀងស្វិតចាបងប្អូនហើយយើងនឹងយកលក់ត្រសក់នេះមកបងប្អូនហ្នឹងហើយខ្ញុំមានតែត្រសក់នឹងឯងបើបងប្អូនមានបន្លែអីផ្សេងទៀតដូចជាសណ្តែកគួរឬក៏ស្អីក៏បានដែរបងប្អូនឆ្ងាញ់និយាយអញ្ចឹងនឹកឃើញដល់ផលិតសណ្តែកគួរកញ្ឆែតទឹកកធុំថេតស្អីហ្នឹងណាបងប្អូនអូខ្ញុំឃើញខ្ញុំនឹកឃើញឃ្លានរបស់ទាំងអស់នោះតែខ្ញុំនៅអ្នកមានទេបងប្អូនហើយចឹងមានតែត្រសក់ហ្នឹងឯងចឹងយើងញ៉ាំត្រសក់អញ្ចឹងចាស់បងប្អូនចាំទៅសុកខ្មែរចាំទៅញ៉ាំនៅនឹងម្ដងទៀតចឹងជើញឆ្ងាញ់មួយខ្ញុំបងប្អូនឆ្ងាញ់បងប្អូនស្រួយ
បងប្អូនខ្ញុំធ្វើញ៉ាំសាកមើលបងប្អូនសៀងឆាមួយសាច់ជ្រូកចិញ្ចាំគឺថាឆ្ងាញ់មួយយ៉ាងណាបងប្អូនខ្ញុំទិញសៀងនឹងមកទុកចឹងទៅខ្ញុំមិនដឹងធ្វើអីខ្ញុំឆាសៀងញ៉ាំបងប្អូនមួយយ៉ាងដែរតាឆាសៀងសាច់ជ្រូកចិញ្ចាំណាហើយបងប្អូនចឹងបងប្អូនចាំសាកធ្វើញ៉ាំទាំងអស់គ្នាបងប្អូនចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំចង់បង្ហាញបងប្អូនពីរបៀបឆាសៀងញ៉ាំជាមួយបន្លែអីក៏បានដែរបងប្អូនពពាយក៏បានអីក៏បានដែរអូខ្ញុំនឹកឃើញចឹងនឹកឃើញដល់ពពាយទៀតបងប្អូនឆ្ងាញ់ណាពពាយយើងនៅស្រុកខ្មែរថ្មីអូយបងប្អូនឆ្ងាញ់ណាចឹងបងប្អូនសាកធ្វើញ៉ាំតាមខ្ញុំមើលតើយ៉ាងម៉េចដែរនឹងឲ្យបងប្អូនសូមទាំងអស់គ្នាសូមជួយចុច Subscribe ខ្ញុំម្នាក់មួយបើបងប្អូនគាំទ្រវីដេអូខ្ញុំហើយនឹងជួបវីដេអូថ្មីទៀតចាបើបងប្អូនពេញចិត្តហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដាននឹងជួបគ្នាវីដេអូក្រោយទៀតបាយបាយ